មិនបានបងចែកថាខ្លួនឯងកំព្រាពីពួកបងនៅមានឪពុកម្ដាយបងស្លាប់ហើយអញ្ចឹងបងអត់មានម្ដាយទេតែឪពុកបងអត់បានរស់នៅជាមួយបងទេជាកំព្រារបស់ខ្ញុំមិនបានន័យថាឪពុកម្ដាយស្លាប់ទាំងអស់ទេយើងរស់នៅដែលគ្មានឪពុកម្ដាយបងថ្មីខ្ញុំឃើញ podcast បងមួយល្បីខ្លាំងលើ Facebook ប៉ុន្តែខ្ញុំចាប់អារម្មណ៍ថងមួយនៅពេលដែលបងនិយាយថាបងជាក្មេងកំព្រាតើបងមានទំនាក់ទំនងជាមួយបងប្អូនរបស់បងហ្នឹងបែបមិនខ្លះអូចា podcast ហ្នឹងតែបង្ហោះថ្ងៃអាទិត្យហ្នឹងតែបាទឃើញថាមិត្តភ័ក្តិជាច្រើនមាន comment ល្អៗមកបងដែរអញ្ចឹងអរគុណដល់មិត្តភ័ក្តិទាំងអស់ហើយដែលបានតាមដានហើយរួមទាំងកណ្ដែងផងដែរចានៅក្នុងនេះបងបានចែករំលែកពីរឿងអតីតកាលពីក្មេងៗរបស់បងច្រើនក្នុងនោះក៏មានលើកឡើងអំពីបងប្អូនបងដែរអញ្ចឹងដោយបងបានប្រាប់និយាយទៅបងធ្លាប់និយាយក្នុង content ចាស់ដែរថាពួកបងជាកូនកំព្រាម្ដាយបងក៏ស្លាប់តាំងឆ្នាំ1998អញ្ចឹងថ្ងៃ2ខែ7ជាខួបទី27ឆ្នាំនៃការស្លាប់របស់ម្ដាយបងហើយបាទតែពុកបងវិញក៏ទើបស្លាប់រយៈពេល7ឆ្នាំហ្នឹងទេអញ្ចឹងមានញាតិមិត្តបងខ្លះក៏សួរបងប្រាប់បងថាចែមិនបានបងចែកថាខ្លួនឯងកំព្រាពីពួកបងនៅមានឪពុកអង្គថាពាក្យកំព្រារបស់ខ្ញុំមិនបានន័យថាឪពុកម្ដាយស្លាប់ទាំងអស់ទេប៉ុន្តែយើងរស់នៅដែលគ្មានឪពុកម្ដាយពួកម្ដាយបងស្លាប់ហើយអញ្ចឹងបងអត់មានម្ដាយទេបាទតែឪពុកបងអត់បានរស់នៅជាមួយបងទេគឺគាត់រស់នៅជាមួយនឹងគ្រួសារក្រោយរបស់គាត់ដែលនៅផ្ទះឆ្ងាយពីយើងអញ្ចឹងណាអញ្ចឹងចំពោះបងគឺបានន័យថាពួកយើងកំព្រាហើយតែពេលដែលយើងគ្មានឪពុកឬក៏ម្ដាយមើលថែគឺយើងជាកូនកំព្រាហើយមែនទេមិនគិតចឹងដែរហ៎បាទចាអញ្ចឹងចំពោះបងមានបងប្អូនទាំងអស់6នាក់អញ្ចឹងបងមានបងប្រុស2បងស្រី1ហើយប្អូនស្រី2នាក់អញ្ចឹងបងជាកូនទី4អញ្ចឹងនៅពេលដែលយើងជាកូនកំព្រាមនោចេតនារវាងពួកយើងគឺការជំពាក់គ្នាបាទអញ្ចឹងយើងអ្វីដែលយើងធ្វើដើម្បីគ្នាគឺបើសិនជាបងប្អូនណាដែលលំបាកគឺយើងជួយអ្នកលំបាកមុនហើយបើបងប្អូនណាមានរឿងយើងទៅជួយពួកគាត់មុនអញ្ចឹងបើសិនជាយើងមិនជួយគ្នាតើបានអ្នកណាជួយយើងពីពួកបងមិនថាកំព្រាឪពុកម្ដាយទេគឺមិនទាំងមានញាតិមិត្តណាមកជួយយើងទេយើងមានតែ6នាក់បងប្អូនទេអញ្ចឹងចំពោះពួកបងវិញការជួយគ្នាគឺជារឿងសំខាន់ណាស់ការជួយគ្នាទាំងការជួយទាំងលុយកាក់ជួយទាំងកម្លាំងចិត្តអញ្ចឹងចំពោះបងវិញយើងដឹងហើយថាបងប្អូនណាដែលមិនឆ្លោះគ្នាត្រូវទេអូនបងប្អូនណាដែលឆ្លោះគ្នាអត់ទេឆ្លោះគ្នាតែមិនស្រួលថាឲ្យចាបងអញ្ចឹងដែរបងប្អូនបងក៏អញ្ចឹងដែរពួកយើងឆ្លោះគ្នាជួនកាលស្ដីឲ្យគ្នាប្រកែកគ្នាខ្លាំងណាប៉ុន្តែអ្វីដែលយើងមិនដែលធ្វើគឺយើងមិនដែលឈប់និយាយឲ្យគ្នាទេទោះបីយើងឆ្លោះគ្នាដល់កម្រិតអតិបរមាមិនក៏ដោយឆ្លោះចប់ហើយនិយាយឲ្យគ្នាធម្មតាអញ្ចឹងចំពោះបងប្អូនណាគឺបើយើងឆ្លោះគ្នាយើងឈប់និយាយឲ្យគ្នាដូចអ្នកដទៃអញ្ចឹងចំពោះបងប្អូនបងអត់ទេតែឆ្លោះគ្នាឆ្លោះតែពេលឆ្លោះហ្នឹងទេពេលហើយនិយាយឲ្យគ្នាធម្មតាលេងសើចធម្មតាអ្វីដែលយើងប្រកែកគ្នាហ្នឹងវាក៏ឡងផុតដែរចាអញ្ចឹងពេលដែលយើងឆ្លោះគ្នាយើងខឹងគ្នាយើងនិយាយឲ្យគ្នាវិញយើងចាប់ផ្ដើមលើកឡើងមិនមែនជន់គ្នាអីទេប៉ុន្តែយើងត្រូវយកអ្វីដែលយើងឃើញថាខុសលើកដាក់លើតុយើងជជែកគ្នាយើងណែនាំគ្នាយើងកែលម្អគ្នាហើយអ្វីដែលយើងត្រូវមានក្នុងនាមជាបងប្អូនសម្រាប់ពួកបងណាគឺការផ្ដល់នៅការអភ័យទោសឲ្យគ្នាចំណិតអញ្ចឹងតែចំពោះបងវិញបងតែងតែយល់ថាយើងជាបងប្អូនដូចចង្កឹះមួយបាច់អញ្ចឹងបើយើងបែកបាក់គ្នាហើយចង្កឹះហ្នឹងគឺផុយស្រួយហើយអញ្ចឹងបងនឹងដើរតួជាអ្នកដែលធ្វើម៉េចឲ្យចង្កឹះហ្នឹងមាំអញ្ចឹងត្រូវមានការអភ័យទោសអញ្ចឹងយើងទាំង6នាក់គឺជ្រើសរើសវិធីដូចគ្នាអភ័យទោសឲ្យគ្នាទៅវិញទៅមកនឹងជួយគ្នានៅពេលមានអាសន្នអន់ក្រអីទាំងអស់ហ្នឹងពួកបងទាំង6នាក់ហ្នឹងអាចធំធាត់នឹងរស់នៅមកដល់សប្តាហ៍ថ្ងៃនេះមានចំណុចមួយរួមគ្នាគឺចិត្តមេត្តាដូចគ្នាអញ្ចឹងមេត្តាករុណាគឺវាមាននៅក្នុងឈាមពួកយើងចាអញ្ចឹងទោះបីយើងមិនសប្បាយចិត្តឆ្លោះគ្នាអន់ចិត្តក៏យើងមិនដែលស្អប់គ្នាឬក៏ឈប់និយាយឲ្យគ្នាដែរហើយការជួយគ្នាគឺមិនដែលដាច់ទេគឺជួយគ្នាជារៀងរហូតតទៅ